ស្រីបន្តទៅតាមដានទស្សនាសេចក្តីរាយការណ៍ពីក្រុមការងារនៅឯខេត្តពោធិ៍សាត់វិញម្ដងដែលពាក់ព័ន្ធទៅនឹងគ្រួសារកងទ័ពជួរមុខពីគ្រួសារបានជួបបញ្ហាលំបាកយ៉ាងខ្លាំងចំពោះជំរកនៃការស្នាក់នៅហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺបានធ្វើការផ្ដល់ជូននៅផ្ទះមួយខ្នងជូនគ្រួសារមួយខ្នងផងដែរសូមលោកអ្នកតាមដានទស្សនាសេចក្តីរាយការណ៍ពីលោកសេងមុនធឿននៅព្រឹកថ្ងៃទី20ខែកុម្ភៈឆ្នាំ2026នេះឯកឧត្តមខុយឌីដាអភិបាលខេត្តពោធិ៍សាត់បានដឹកនាំសហការីធ្វើពិធីប្រគល់ផ្ទះចំនួន2ខ្នងជូនគ្រួសារកងទ័ពនៅជួរមុខទិសថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ចំនួន2គ្រួសារដោយក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នងធ្វើអំពីប៊ីតុងក្រាលការ៉ូប្រក់ស័ង្កសីតភ្ជាប់បណ្ដាញអគ្គិសនីប្រព័ន្ធទឹកនិងមានបន្ទប់ទឹកផងដែរទី1គឺគ្រួសារលោកអនុស្រីឯកយឹមសុភាពអាយុ58ឆ្នាំចូលបម្រើកងទ័ពនៅឆ្នាំ1986ជាមេបញ្ជាការរងផ្នែកសឹករងស្រុកបាកាននៃតំបន់ប្រតិបត្តិការពោធិ៍សាត់បំពេញបេសកកម្មនៅជួរមុខប្រចាំទិសថ្មដាស្រុកវាលវែងមានលំនៅឋានស្ថិតក្នុងភូមិបត្រង់ឃុំត្រពាំងជងស្រុកបាកានខេត្តពោធិ៍សាត់និងទី2គឺគ្រួសារលោកនាយសំណង់ច័ន្ទសុកណាអាយុ34ឆ្នាំចូលបម្រើការងារនៅឆ្នាំ2013កងទ័ពជួរមុខប្រចាំទិសថ្មដាស្រុកវាលវែងមានលំនៅឋានស្ថិតក្នុងភូមិកោះកែវឃុំត្រពាំងជងស្រុកបាកានខេត្តពោធិ៍សាត់នៅក្នុងឱកាសនោះឯកឧត្តមខុយឌីដាអភិបាលខេត្តពោធិ៍សាត់បានសម្ដែងនូវការដឹងគុណយ៉ាងធំធេងបំផុតចំពោះវីរៈកងទ័ពដ៏អង្អាចក្លាហានរបស់យើងដែលបានលះបង់ប្រពន្ធកូនក្រុមគូសាប្រយុទ្ធតតាំងស្លាប់រស់ជាមួយនឹងសត្រូវសៀមដែលបានរំលោភឈ្លានពានមកលើទឹកដីជាទីស្រឡាញ់នៃយើងក៏ដូចជាការការពារសន្តិសុខស្និទ្ធស្នាលសេចក្តីសុខសៀមសានជូនប្រជាពលរដ្ឋយើងផងដែរឯកឧត្តមអភិបាលខេត្តបានជម្រាបជូនថាចំពោះផ្ទះពីរខ្នងនេះគឺជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវពេជ្រច័ន្ទមនីផ្ដល់ជូនដល់គ្រួសារកងទ័ពដែលជួបបញ្ហាលំបាកខ្លាំងចំពោះជំរកថ្នាក់នៅឯកឧត្តមថានេះគឺជាការយកចិត្តទុកដាក់ជាអាទិភាពបំផុតចំពោះគ្រួសារកងទ័ពដែលកំពុងឈរការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរចំពោះសប្បុរសជននិងជនរួមជាតិដែលតែងបានជួយឧបត្ថម្ភជាស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងថវិការួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងស្មារតីជាតិនិយមជួយគ្រប់គ្រងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ពយើងនៅសមរភូមិមុខឈរជើងជារបងដ៏រឹងមាំការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវសៀមបើទោះបីចំណុចមួយចំនួនត្រូវបានទាហានសៀមវាយកាន់កាប់ដោយខុសច្បាប់ក៏ប៉ុន្តែរាជរដ្ឋាភិបាលយើងនឹងបដិញ្ញាទាមទារយកមកវិញតាមរយៈច្បាប់អន្តរជាតិនិងតាមយន្តការនានាដែលមានស្រាប់ហើយបានឯកភាពគ្នាកន្លងមករវាងមេដឹកនាំនៃប្រទេសទាំងពីរកម្ពុជាថៃឯកឧត្តមសូមឲ្យជនរួមជាតិពង្រឹងសាមគ្គីឯកភាពជាតិជាធ្លុងមួយមានជំហរជាតិនិយមនិងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលពីមុននោះវាទុកឲ្យស្លុះធ្លាយយ៉ាងការរស់នៅប្រពន្ធខ្ញុំគាត់អត់សូវហ៊ានដេកអត់សូវហ៊ានសម្រាកហើយបាទអញ្ចឹងការព្រួយបារម្ភរបស់ខ្ញុំនៅមុខនោះខ្ញុំចេះតែព្រួយមកគ្រួសារដែរបាទព្រោះផ្ទះវាអត់ចិត្តអត់អីចឹងសូមថ្លែងអំណរគុណដល់សម្ដេចពុកសម្ដេចម៉ែនិងសម្ដេចបវរធិបតីដែលគាត់បានជួយឧបត្ថម្ភដល់ខ្ញុំបាទនិងគ្រួសារបានមានផ្ទះរស់នៅបានស្រួលបាទហើយខ្ញុំទៅថ្មភូមិនោះមានដីកក់ក្ដៅបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្ដេចដែលបានឧបត្ថម្ភនេះសូមជូនពរសម្ដេចមានជនយឺនយូរសម្រាប់ភារកិច្ចបម្រើជាពលរដ្ឋពីមុនតើយើងជំរកយើងយ៉ាងមិនដែរវាបញ្ហាបាក់ខ្លាំងបងព្រោះផ្ទះលិចទឹកបងចាបានសម្ដេចគាត់ជួយប្រទានផ្ទះឲ្យមួយបងអរគុណគាត់ច្រើនបាទអរគុណនេះជាការគេថាបង្ហាញពីការអរគុណចំពោះការលះបង់របស់ពួកគាត់ដល់ជាតិមាតុភូមិបាទនិយាយ